bạn xong groupជំរាបសួរបងប្អូនទាំងអស់ដែលចូលចិត្តទស្សនាតាម YouTube ទាំងក្នុងស្រុកនិងក្រៅស្រុកជាទីគោរពបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយបង្ហាញជូនបងប្អូនទាំងអស់ទស្សនាខ្លីៗពីការធ្វើដំណើរភ្នំពេញទៅប្រទេសវៀតណាមមានន័យថាពីក្រុងភ្នំពេញទៅទីក្រុងហូជីមិញត្រឹមតែទីក្រុងហូជីមិញទេតាមជើងយន្តហោះបាទអញ្ចឹងគឺក្នុងហ្នឹងគឺយើងចេញដំណើរពីភ្នំពេញទៅក្នុងជើងហោះហើរមួយដែលក្រុមការងាររបស់ខ្ញុំបានចេញដំណើរបាទយើងយប់បន្តិចហើយបងប្អូនហើយនេះគឺទស្សនវិជ្ជាដែលយើងមើលពីលើទៅខាងក្រោមនៃភ្នំពេញរបស់យើងបាទអញ្ចឹងគឺអាចបញ្ជាក់ជូនថាទស្សនវិជ្ជានៅពេលយប់នៅទីក្រុងភ្នំពេញបាទដែលយើងអាចមើលឃើញហើយនេះយើងមើលពីលើទៅឃើញដូចបងប្អូនឃើញជាក់ស្ដែងហើយបាទទស្សនវិជ្ជាយើងបាទភ្លឺស្អាតល្អគាត់ថាយើងមើលទៅដូចជាវាមិនសូវធំទេបាទយើងមើលទៅដូចជាមិនសូវឃើញធំទេហើយទីក្រុងយើងវាយ៉ាងតូចដែរបាទអញ្ចឹងគឺយន្តហោះចេះបន្តទៅមុខហើយបាទអញ្ចឹងគឺបងប្អូនខ្លះគឺអាចស្គាល់ហើយគឺនេះកន្លែងហ្នឹងយើងមើលទៅគឺយើងឆ្លងកាត់ស្ពានជ្រោយចង្វាបាទអញ្ចឹងគឺយើងធ្វើដំណើរនៅពេលយប់បាទអញ្ចឹងគឺទស្សនវិជ្ជានេះយើងមើលទៅទីក្រុងយើងក៏ស្អាតដែរបងប្អូនគាត់ថាវាអត់សូវធំទេមើលពីលើទៅអត់សូវឃើញធំទេបាទអញ្ចឹងបន្តិចទៀតយើងនឹងចូលទៅដល់ទស្សនវិជ្ជានៅក្នុងទីក្រុងហូជីមិញវិញម្ដងបាទអញ្ចឹងតើទស្សនវិជ្ជាពេលយប់នៅទីក្រុងហូជីមិញយ៉ាងម៉េចដែរអញ្ចឹងគឺបាទនេះបងប្អូនគឺយើងមកដល់ទឹកដីប្រទេសវៀតណាមទីក្រុងហូជីមិញបាទអញ្ចឹងមើលទស្សនវិជ្ជាគេបាទអញ្ចឹងទស្សនវិជ្ជាទីក្រុងហូជីមិញនៅពេលយប់បាទមើលទៅភ្លឺស្អាតដូចនៅទីក្រុងយើងដែរគាត់ថាទំហំបាទមើលទៅដូចជាធំជាងទីក្រុងយើងឆ្ងាយបាទអញ្ចឹងនៅពេលដែលចុះពីលើយន្តហោះមកយើងចូលមកក្នុងពលានយន្តហោះរបស់វៀតណាមបាទធំបងប្អូនអើយបាទនៅពលានយន្តហោះវៀតណាមនេះហើយយើងចូលទៅ check out សិនដើម្បីចេញដំណើរទៅសន្តាគារបាទអញ្ចឹងគឺបាទជាទៅក្រុមការងារខ្ញុំទៅបើយើងវាធំពេកទៅយើងដូចជាវែងវាន់ដែរបាទអញ្ចឹងក្រោយពីយើង check out រួចរាល់អស់ហើយបាទយើងចេញទៅខាងក្រៅបាទអញ្ចឹងយើងចេញទៅខាងក្រៅបាទហើយមើលបងប្អូនអើយគឺជាជនវៀតណាមគេមកទទួលពួកខ្ញុំបាទបាទក៏ពិតជាស្រ័យគឺនិយាយលេងទេគឺគាត់មកចាំទទួលបងប្អូនគាត់ទេហើយខាងក្រុមការងាររបស់ពួកខ្ញុំគឺមានខាងឡានរបស់សន្តាគារគេមកចាំទទួលបាទឥឡូវកំពុងតែកលេហមើលតើឡានគេចតនៅកន្លែងណាកន្លែងនេះស្រួលតាក់តងគេមកហើយដើម្បីមកទទួលក្រុមការងាររបស់ពួកខ្ញុំបាទអញ្ចឹងក្រោយពីជួបខាងឡានសន្តាគារហើយគឺគេបាននាំបាទពួកយើងបានឡើងឡានសន្តាគារហ្នឹងធ្វើដំណើរទៅសន្តាគារលបាក់ថ្មនេះបងប្អូនថាម៉ោងបើតាមខ្ញុំចាំម៉ោង7:12ហើយ7:12យប់ហើយបាទអញ្ចឹងគឺនៅក្នុងឡានក៏យើងអាចកលេចមើលទេសភាពខ្លះដែរនៅជុំវិញនៅសងខាងផ្លូវនៅពេលយប់នៅទីក្រុងហូជីមិញហ្នឹងបាទអញ្ចឹងគឺទស្សនវិជ្ជាគេពេលយប់គឺមនុស្សនៅតែធ្វើដំណើរចុះឡើងអត់ឈប់ឈរអញ្ចឹងมันខុសពីទីក្រុងភ្នំពេញយើងទេបាទអញ្ចឹងគឺយើងធ្វើដំណើរទៅបើគិតទៅចម្ងាយប្រហែលពីពលានយន្តហោះហ្នឹងទៅដល់សន្តាគារសៃហ្គនប្រហែលជាខ្ញុំមិនអាចសន្តានបានតែប្រហែលគីឡូប្រហែលជា5-6គីឡូហ្នឹងតាមមើលបាទហើយក៏មិនអាចខុសលើពីហ្នឹងសូមអធិស្ឋានបាទខ្ញុំអត់ចាំដែរបាទហើយមកដល់សន្តាគារហ្នឹងហើយគឺ
ស្ថាគារសាយก่อนហ្នឹងគឺអត់តាន់មកដល់ពីយប់ហើយហ្នឹងអត់តាន់សម្រាប់ឆ្លៀតចេញទៅខាងក្រៅអើតមើលនៅពីលើស្ថាគារទៅបាទអញ្ចឹងគឺពេលយប់ពេលមើលទៅម៉ោង12ជាងហើយបងប្អូនគឺវាស្ងាត់ទៅហើយបាទចឹងប៉ុន្តែភ្លើងអីគេនៅភ្លឺធម្មតាក៏ប៉ុន្តែចំពោះការធ្វើដំណើររបស់ប្រជាជនហ្នឹងហាក់ដូចជាស្ងាត់បាទអញ្ចឹងក្រោយពីភ្ញាក់ឡើងព្រលឹមឡើងបាទអត់តាន់ចូលទៅកន្លែងការងារទេគឺចេញមកខាងក្រៅបន្ទប់មើលទេសភាពពេលថ្ងៃពេលភ្លឺវិញតើវាយ៉ាងម៉េចនៅតំបន់គេនឹងបាទពេលភ្លឹមឡើងអញ្ចឹងធំបងប្អូននៅធំហើយអាគារខ្ពស់ខ្ពស់បាទអញ្ចឹងនៅទីក្រុងហូជីមិញហ្នឹងបាទហើយយើងមើលទៅគឺពីយប់មិញស្ងាត់បងប្អូនឥឡូវនេះគឺមើលចរាចរណ៍គេនោះបាទណែនណាន់តាន់តាប់អស់ហើយបាទចឹងផ្លូវអញ្ចឹងផ្លូវចេញអីចឹងទៅគឺថាចរាចរណ៍គេនឹងគឺថាពេញខ្លាំងជាងយើងឆ្ងាយបាទហើយក្រោយពីចប់ការងារទៅក៏ឆ្លៀតមកអើតបាទមកអើតនៅមកហូបនៅស្ថាគារនឹងតិចបាទមើលប្រភេទអីចង់ហូបអាប្រភេទមួយណាយើងមើលទុកឲ្យហើយបាទហើយក្រោយពីញ៉ាំហើយដល់អស់ហើយពួកយើងចេញមកខាងក្រៅទៀតបាទចេញមកមើលទស្សនភាពនៅខាងក្រៅហ្នឹងគឺមកចូលហាងគ្រឿងសមុទ្រមួយបាទចឹងហាងគ្រឿងសមុទ្រមួយនៅក្បែរស្ថាគារសៃកនហ្នឹងដែរបាទអញ្ចឹងគឺសម្បូរបងប្អូនអើយបងប្អូនអាចទស្សនាមើលចុះបាទមានបង្កងបាទមានក្តាមសមុទ្រមានអីរួមប្រភេទគ្រឿងសមុទ្រគេហ្នឹងបាទគឺគ្រប់មុខឯងខ្ចងខ្ចៅអីផ្សេងៗគឺថាសម្បូរនៅទីហ្នឹងបាទអញ្ចឹងយើងចូលមកក្នុងហាងហ្នឹងដើម្បីញ៉ាំអាហារនៅនឹងបាទហើយរសជាតិគឺថាបាទបើថាវាមិនមែនជាអាហារខ្មែរយើងក៏ប៉ុន្តែយើងនៅឃើញអីតំណងចង់ទៅសាក់ញ៉ាំម្ដងទៀតអញ្ចឹងណាបងប្អូនបាទរសជាតិអាហារសមុទ្របាទហើយក្នុងនោះគឺយើងមានបន្ថែមនៅក្នុងរូបភាពហ្នឹងគឺបងប្អូនអាចជួយទស្សនាបាទខ្ញុំអត់អាចរៀបរាប់អស់ទេបាទហើយកន្លែងនេះគឺបងប្អូនកុំច្រឡំថាជាប្រភេទមហូបឬក៏ថាជាមហូបដែលយើងកំងណាបាទការពិតនេះគឺជាត្រីសំណប់ចិត្តរបស់ម្ចាស់ហាងទេបាទម្ចាស់ហាងក៏ដាក់តាំងហ្នឹងបាទអញ្ចឹងគឺដោយសារតែយើងអត់សូវមានពេលច្រើនវត្តរវល់ការងារអញ្ចឹងខ្ញុំបានធ្វើវីដេអូជូនបងប្អូនទស្សនាបានតែប៉ុណ្្នឹងទេបងប្អូនសូមគ្រប់អរគុណច្រើនសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំបាទខ្ញុំនឹងមានវីដេអូថ្មីៗអាចដាក់ជូនបងប្អូនបន្តទៀតសូមអរគុណ